បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទជាពិសេសបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តរបស់វត្តខ្មែរសាមគ្គីអញ្ចឹងវត្តខ្មែរសាមគ្គីតែងតែធ្វើពិធីបុណ្យកឋិនឬក៏ពិធីបុណ្យអមបុកដែលដូចក្នុងឃើញក្នុងវីដេអូនឹងអញ្ចឹងបាទដែលមានចាស់ទុំមានក្មេងមានកូនចៅមានចាស់ព្រឹទ្ធាចារ្យដែលយើងអាចអមបុកជុំគ្នាអញ្ចឹងបាទអញ្ចឹងសំខាន់យើងមិននៅស្រុកក្រៅស្រុកគេមែនក៏តែយើងមានចាស់ទុំដែលជាចាស់ព្រឹទ្ធាចារ្យដែលអាចណែនាំព្រានបដៅយើងដែលអាចយកគាត់មកធ្វើជាតំណាងម៉ែឪយើងជាអ្នកមានគុណអីបានអញ្ចឹងបាទអញ្ចឹងក្នុងកម្មវិធីហ្នឹងគឺជាប្រពៃណីល្អរបស់ខ្មែរយើងអញ្ចឹងបាទដែលយើងអាចញ៉ាំបុកជុំគ្នាជាពិសេសកូនចៅអាចបញ្ចុកចាស់ទុំដែលតំណាងឲ្យជាម៉ែឪអញ្ចឹងបាទអញ្ចឹងគឺយើងបញ្ចុកម៉ែឪបាទអ្នកមានគុណអ្នកមានបុណ្យហើយក៏អាចថាយើងធ្វើបុណ្យតាន់ខែភ្លឺអញ្ចឹងបាទអញ្ចឹងក្នុងប្រពៃណីហ្នឹងគឺល្អបាទអញ្ចឹងយើងសងគុណគាត់វិញហើយយើងក៏បញ្ចុកគាត់វិញដែលតំណាងឲ្យគាត់ពេលយើងនៅក្មេងគឺយើងកើតមកអីគឺគាត់អ្នកមើលថែយើងអញ្ចឹងបាទអញ្ចឹងពេលយើងមានឱកាសឬក៏ខែបុណ្យនៅភ្លឺអញ្ចឹងគឺយើងមានឱកាសសងគុណពុកម្ដាយយើងវិញអញ្ចឹងបាទអញ្ចឹងក្នុងកម្មវិធីអមបុកហ្នឹងគឺអត់ដែលចោលទេរបស់វត្តខ្មែរសាមគ្គីយើងគឺតែងតែមានកម្មវិធីហ្នឹងអញ្ចឹងប្រហែលជាមានគ្នាយើងឬក៏អ្នកគួសមដែរអាចថាផ្លេចប្រពៃណីអញ្ចឹងបាទអញ្ចឹងប្រពៃណីមួយហ្នឹងគឺល្អផូរផង់បាទអញ្ចឹងចាស់ក៏សារថាដែរបាទគឺធ្វើបន់តាន់ខែភ្លឺបាទគឺក្នុងន័យបែបហ្នឹងតាន់ចាស់ទុំគាត់នៅហូបបានញ៉ាំបានគាត់តាន់មានតាពីបានអីយើងមានឱកាសអីគឺបញ្ចុកគាត់វិញអញ្ចឹងបាទអញ្ចឹងយើងមានឱកាសអីយើងសងគុណគាត់វិញតាមនឹងមិនថានៅក្រៅស្រុកមិនថាម៉ែឪយើងឆ្ងាយពីនឹងមែនតែបានចាស់ទុំគាត់ជួយតំណាងគាត់ជួយមើលថែគាត់ជួយព្រានបដៅអញ្ចឹងយើងក៏គោរពស្រឡាញ់មិនថាបងប្អូនគ្រួសារទេទោះបីតែអ្នកចិត្តខាងញាតិដណ្ដានញាតិផងឬក៏ចាស់ទុំចាស់ព្រឹទ្ធាចារ្យក៏យើងត្រូវតែគោរពដែរបាទអញ្ចឹងប្រពៃណីខ្មែរយើងគឺល្អប្រពៃណីផូរផង់កន្លែងហ្នឹងបាទខ្ញុំមកគឺចង់បង្ហាញបែបហ្នឹងចង់ឲ្យបងប្អូនខ្មែរយើងដែលនៅក្រៅស្រុកឬក៏នៅខ្មែរអីក៏ដោយបាទគឺរំលឹកកម្មវិធីនឹងឡើងវិញអញ្ចឹងបាទហើយកុំភ្លេចធ្វើបន់តាន់ខែភ្លឺកុំភ្លេចសងគុណម៉ែឲ្យយើងវិញអញ្ចឹងបាទហើយគ្រប់ចាស់ទុំចាស់ព្រឹទ្ធាចារ្យផងបាទដែលជាប្រពៃណីល្អរបស់ខ្មែរយើងបាទអញ្ចឹងអរគុណច្រើនបើមានការខ្វះខាតអីសូមជួយណែនាំផងបាទ